មានញោមម្នាក់សូមឲ្យអាត្មាទាយខ្សែជីវិតរបស់គាត់អាត្មាថាអាត្មាទាយជីវិតឲ្យខ្លួនឯងនេះទាយមិនត្រូវផងមិនដឹងថាទាយឲ្យគាត់យ៉ាងម៉េចកើតទេបើអាត្មាដឹងមួយថាជីវិតរបស់យើងហ្នឹងធ្វើដំណើរទៅតាមអំពើដែលយើងបានសាងហ្នឹងមិនថានៅលើមាត់របស់គ្រូទាយទេបើយើងផ្ដួលផ្ដេកទៅលើពាក្យគ្រូទាយថាបើគ្រូទាយនឹងណែនាំឲ្យធ្វើល្អអាហ្នឹងគ្រាន់បើបន្តិចអាត្មាថាល្អអាក្រក់ហ្នឹងវាស្ថិតនៅលើយើងអ្នកសាងគ្រូទាយខ្លះគេប្រកែមែនគេទាយទៅឧទាហរណ៍អញ្ញាកោណញ្ញៈទាយថាពុទ្ធនឹងបានត្រាស់អីចឹងទៅប៉ុន្តែមិនមែនបានត្រាស់ដោយសារគ្រូទាយទេបានត្រាស់ហ្នឹងដោយសារការប្រឹងប្រែងរបស់ព្រះអង្គធ្វើសមាធិចម្រើនវិបស្សនាទៅបានសម្រេចធម៌អញ្ចឹងវានៅតែលើថាយើងជាអ្នកសម្រេចជោគវាសនាឲ្យខ្លួនឯងដដែលទេហើយបើយើងប្តេជ្ញាផ្ដួលលើអ្នកទាយពេកអានឹងប្រយ័ត្នមានគ្រោះថ្នាក់ដល់ខ្លួនឯងមានករណីមួយលោកគ្រូទាយថាផ្ទះនឹងមានកំណប់ហើយតាអាយុ70ឆ្នាំតលដាក់ទំនឹបឲ្យក្រាស់បន្តិចបានជីកំណប់នឹងបានដាក់ទំនឹប$7,000ជីទៅវាមិនឃើញមកសួរគ្រូទាយថែមគ្រូទាយថាក្នុងផ្ទះហ្នឹងមានមនុស្ស2នាក់ទៀតដែលថែមអាយុទៅវា160វាអញ្ចឹងត្រូវទំនឹប116,000ទើបជីកំណប់នឹងឃើញបើគ្រូទាយនឹងមានវិធីបោកប្រាស់រួចហើយយកត្រីរស់2ទុកក្នុងអាណ្ដៅជីកហ្នឹងដល់ជីកទៅឃើញថាអូនឹងហើយកំណប់បើមិនមានមនុស្សម្នាក់នោះគេធ្វើការគេមើលទៅដឹងទំនងថាគ្រូទាយនឹងបោកក៏ប្តឹងប៉ូលីសចាប់គ្រូទាយនឹងដាក់គុកទៅខ្ញុំកណ្ដាលថាភាពមិនបដិសេធរឿងទោះទាយទេប៉ុន្តែសូមឲ្យយើងមានសមត្ថភាពគ្រប់គ្រងអារម្មណ៍គ្រប់គ្រងចិត្តខ្លួនឯងគ្រប់គ្រងជីវិតខ្លួនឯងលោកគ្រូទាយខ្លះក៏អាចនាំឲ្យយើងដើរផ្លូវត្រូវដែរឧទាហរណ៍គាត់ប្រាប់ថាអូជួបមានគ្រោះថ្នាក់ណាអញ្ចឹងត្រូវធ្វើនេះធ្វើនោះចែកទៀនធ្វើចង្ហាន់ប្រគេនព្រះសង្ឃអីចឹងទៅអាហ្នឹងក៏ល្អមួយយ៉ាងដែរត្រឡប់មកវិញថាល្អអាក្រក់ហ្នឹងវាមិនមែនស្ថិតនៅលើគ្រូទាយវាស្ថិតនៅលើអំពើរបស់យើងដែលបានសាងជាអំពើដែលបានសាងពីអតីតក្តីជាអំពើដែលយើងបានសាងក្នុងបច្ចុប្បន្នក្តីអ្នកខ្លះធ្វើល្អណាស់ក្នុងបច្ចុប្បន្នហ្នឹងប៉ុន្តែជាអកុសលគឺថាជួបតែរឿងមិនល្អអាហ្នឹងមកពីអីថាអាហ្នឹងវាមិនស្អាតវាមិនស្អាតមកអញ្ចឹងយើងកុំបន្ទោសអំពើល្អនៅតែផ្ដល់ផលល្អប៉ុន្តែវាគ្រាន់តែមិនទាន់មានពេលឲ្យផលវាហាក់ដូចជាថាយើងធ្វើស្រូវធ្ងន់អញ្ចឹងមិនមែនដាំថ្ងៃហ្នឹងស្អែកបានទេវា6ខែក្រោយបានអញ្ចឹងតើយើងនៅតែមានសទ្ធាជឿជាក់ថាអំពើអាក្រក់នាំផលអាក្រក់មកឲ្យអំពើល្អនាំផលល្អមកឲ្យ